តើបងប្អូនធ្លាប់ដាំដំណាំហើយមិនលូតលាស់ដែរឬទេដាក់ជីក៏ហើយស្រោចទឹកក៏ហើយតែទិន្នផលនៅតែបានតិចតួចបញ្ហាអាចមិនមែនមកពីជីអាចមិនមែនមកពីទឹកប៉ុន្តែអាចមកពីដីសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel រៀនពីកសិកម្មថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីពិនិត្យមើលដីងាយៗដើម្បីដឹងថាគួរដាំដំណាំអ្វីមុនពេលចំណាយលុយជំហានទី1គឺមើលពណ៌ដីបញ្ហានោះគឺមនុស្សជាច្រើនមើលរំលងនឹងការមើលពណ៌ដីជាធម្មតាដីពណ៌ខ្មៅគឺមានសារធាតុសរីរាង្គខ្ពស់ដីពណ៌ក្រហមជាតិដែកខ្ពស់ដីស្លេកឬក៏ដីប្រផេះសារធាតុចិញ្ចឹមក៏តិចតាមនឹងដែរដីខ្មៅគឺល្អសម្រាប់បន្លែស្លឹកចំណែកឯដីក្រហមសមស្របសម្រាប់ដំណាំឫសនិងដំណាំឈើជំហានទី2គឺយើងអាចវាយតម្លៃវាយនភាពដីដោយដៃការវាយតម្លៃវាយនភាពដីដោយដៃមានប្រយោជន៍ណាស់សម្រាប់ការចុះពិនិត្យមើលដីផ្ទាល់ដល់កន្លែងដែលកំពុងធ្វើកសិកម្មគេអាចវាយតម្លៃវាយនភាពដីបានយ៉ាងឆាប់រហ័សដោយដៃដូចតទៅទី1យើងយកសំណាក់ដីប្រហែលជា1/3នៃបាតដៃដាក់នៅលើបាតដៃទី2គឺយើងរើសកម្ទេចកំទីគ្រួសឬថ្មចេញឲ្យអស់ទី3គឺយើងចាក់ទឹកដើម្បីផ្សើមដីនោះបន្តិចម្ដងរហូតដីឆ្អែតទឹកទី4លុញឬសូនដីនោះជារាងមូលដូចឃ្លីរាងមូលទ្រវែងដូចស៊ីឡាំងនិងរាងមូលដូចកងការវាយតម្លៃវាយនភាពដីអាចកំណត់បានដូចតទៅបើសិនជាដីខ្សាច់គឺពិបាកលុញឬសូនជារាងមូលអាចលុញឬសូនជារាងមូលបានក៏ប៉ុន្តែមានស្នាមប្រេះឬងាយប្រេះបែកដីមានលក្ខណៈគ្រើមនិងសង្កៀតពេលត្រដុសដោយដៃបើសិនជាដីនោះជាដីល្បាយគឺយើងអាចលុញឬសូនជារាងមូលដូចឃ្លីឬរាងមូលទ្រវែងដូចស៊ីឡាំងប៉ុន្តែមានស្នាមប្រេះតូចដីមានលក្ខណៈមិនស្អិតជាប់ដៃទេហើយមានភាពរលោងមិនគ្រើមដូចដីខ្សាច់ដីឥដ្ឋអាចលុញឬសូនជារាងមូលដូចឃ្លីនិងរាងមូលទ្រវែងដូចស៊ីឡាំងដោយគ្មានស្នាមប្រេះឬបែកព្រមទាំងអាចពុតឬបត់បែនបានហើយអាចពុតជារាងរង្វង់ដូចកងបានដោយមិនបាក់បែកជំហានទី3ពិនិត្យមើលការជ្រាបទឹកជីករន្ធតូចហើយចាក់ទឹកចូលបើទឹកហូរចុះលឿនពេកគឺជាដីខ្សាច់បើទឹកជាប់យូរគឺជាដីឥដ្ឋដំណាំមិនចូលចិត្តទឹកជាប់យូរដូចជាម្ទេសប៉េងប៉ោះវាអាចធ្វើឲ្យឫសរលួយរីឯដំណាំស្រូវវិញគឺយើងត្រូវការទឹកច្រើនជំហានទី4មើលរុក្ខជាតិឬធម្មជាតិដែលដុះបើសិនជាដីមានស្មៅពណ៌បៃតងខ្លាំងបង្ហាញថាមានសារធាតុចិញ្ចឹមមធ្យមទៅល្អបើដុះស្មៅតែស្មៅរឹងអាចបញ្ជាក់ថាដីខ្សោយឬដីអាស៊ីតធម្មជាតិប្រាប់យើងមុនយើងដាំគឺយើងអាចមើលទៅលើចំណុចនឹងបានជំហានទី5គឺពិនិត្យ pH ដី pH សំខាន់ណាស់ pH ពី6ទៅ7ល្អសម្រាប់បន្លែភាគច្រើន pH ទាបគឺជាដីអាស៊ីតត្រូវបន្ថែមកំបោរ pH ខ្ពស់គឺត្រូវបន្ថែមជីសរីរាង្គបើមិនពិនិត្យ pH ដាក់ជីច្រើនក៏អាចមិនមានប្រសិទ្ធភាពដែរឥឡូវនេះចម្លើយសម្រាប់ដីខ្សាច់គឺយើងអាចដាំដំណាំឫសដូចជាដំឡូងមីសណ្តែកស្វាយចន្ទីបន្ថែមជីធម្មជាតិដើម្បីបង្កើនសារធាតុសរីរាង្គកំហុសធំបំផុតគឺដាំតាមគេដោយមិនមើលដីខ្លួនឯងដីល្អមិនមែនដីដូចគេតែដីដែលសមស្របទៅនឹងដំណាំបើសិនជាបងប្អូនចូលចិត្តមាតិកានេះកុំភ្លេចចូល Subscribe ដើម្បីរៀនជាមួយគ្នារៀងរាល់សប្តាហ៍សូមអរគុណនិងសូមជម្រាបលា